Ok,ឥឡូវយើងមកដល់ liquidity ដែលជាមេរៀនចុងក្រោយនៅក្នុងវីដេអូហ្នឹង liquidity បើបកប្រែចំយើងរកឈ្មោះវាឃើញតែប៉ុន្តែវាសួរថា liquidity ព្រម liquidity គឺជាកន្លែងដែលបណ្ដុំទៅដោយការទិញលក់បាទការចូលទិញឬក៏លក់ច្រើនបំផុតហើយនឹងការដាក់ SL ដែលយើងហៅថា stop loss ការខាតនៅតំបន់ហ្នឹងបាទអញ្ចឹង liquidity គឺជាការប្រមូលផ្ដុំដោយលុយយើងនិយាយយ៉ាងហ្មងឲ្យស្រួលយល់ជាងការដែលមានអ្នកទិញលក់ច្រើនបំផុតអញ្ចឹងទៅអញ្ចឹង liquidity ជាទូទៅវាមាននៅកន្លែងណាខ្លះវាមាននៅភាគច្រើនគឺនៅ high ឬក៏ low បាទវានៅ high នេះក៏ high បាទអានេះក៏ high បាទដែលយើងហៅថាជា liquidity ហើយវាបែងចែកឈ្មោះទៀតអានេះក៏ low ក៏ជា liquidity ពួកនេះ low ក៏ជា liquidity អញ្ចឹងឈ្មោះវាឲ្យផ្សេងៗទៀត liquidity គេប្រើរួមប៉ុន្តែឈ្មោះវាគេឲ្យផ្សេងៗទៀតដោយសារការប្រើប្រាស់ឈ្មោះវាផ្សេងៗគ្នាអញ្ចឹងគេមានដូចជាខាងលើគេឲ្យឈ្មោះវាទៅជា buy side liquidity បើន័យថាកន្លែងដែលបន្សល់ការលក់ច្រើនការទិញច្រើនដោយសារខាងលើគឺពាក្យច្រើនគេសម្រុកលក់បាទអញ្ចឹងមិនមែនថាខាងលើហ្នឹងជា sell side ទេណាបាទគឺ buy side liquidity វាមានឈ្មោះវាខ្ញុំឲ្យឈ្មោះវាមួយខាង buy side liquidity ណានេះ buy side liquidity តំបន់ហ្នឹងគឺគេ share ចុះមកច្រើននេះដោយសារយើងមើលក្នុង time frame 1ម៉ោងអញ្ចឹងគេ share គឺគេ share ពី high គេ buy គឺគេ buy ពី low ប៉ុន្តែ liquidity គឺវាប្រឆាំងគ្នាដែលយើងហៅខាងលើគឺ buy side វិញខាងក្រោមគឺ share side វិញអញ្ចឹងយើងក៏ដឹងថា liquidity ហ្នឹងគឺនៅតំបន់ high low O high O low បាទអញ្ចឹងដែលគេហៅថាជា buy side ឬក៏ sell side liquidity បាទអញ្ចឹងតំបន់ liquidity នេះគឺតំបន់ដែលអ្នក share ចុះមកច្រើនគាត់ share នៅតំបន់ហ្នឹងគឺច្រើនហើយគាត់ដាក់ SL ក៏នៅតំបន់ហ្នឹងដូចគ្នាអញ្ចឹងបានវាខ្លាយទៅជា liquidity ដែលយើងបង្កើតឈ្មោះមួយទៀតទៅជា buy side liquidity អញ្ចឹង liquidity វាតែងតែរ៉ាន់ចុះមកហើយវានឹងត្រូវតែយកវិញដូចគ្នាទីផ្សារវាមិនអាច sell អស់មករហូតដែលវាអត់ទៅយកលុយដែលមានអ្នកដែលកំពុងតែ sell មកដែលលុយនៅក្នុងកន្លែងហ្នឹងតំបន់ហ្នឹងវាច្រើនអញ្ចឹងទីផ្សារវាត្រូវតែត្រឡប់ទៅយកលុយដែលទុកចោលនឹងវិញអញ្ចឹងទីផ្សារគឺគេ trade ពី liquidity ទៅ liquidity តំបន់លុយទៅតំបន់លុយបាទអញ្ចឹងដល់ពេលវាចុះមកវាឡើងទៅសិតតែមានមូលហេតុរបស់វាដោយសារវាទៅរកតំបន់ដែលលុយច្រើនតំបន់ដែលមានអ្នក order ចូលទិញលក់ដាក់ SR គឺនៅតំបន់ហ្នឹងគឺច្រើនអញ្ចឹងមកជាទូទៅយើងលើដែលអ្នក trade ICT concept គាត់និយាយ trade ពី liquidity ទៅ liquidity បាទក្នុង range ឬក៏ក្រៅ range អាហ្នឹងវាអាចនឹងជ្រៅមេរៀនយើងគ្រាន់តែស្គាល់ថា liquidity គឺវានៅ all high all low បាទហើយគឺនៅចុងហ្នឹងឯងដោយសារតំបន់ហ្នឹងគេដឹងថាមនុស្សចូលទិញច្រើនដាក់ SR នៅក្នុងតំបន់ហ្នឹងច្រើនអញ្ចឹងខាងលើនេះយើងឲ្យវាជាឈ្មោះថា buy side liquidity ខាងក្រោមយើងឲ្យឈ្មោះវាថាជា sell side liquidity ដោយសារ sell side liquidity នេះឃើញតំបន់ហ្នឹងគឺដែលវាចាក់ចូលភ្លាមគឺមានអ្នក buy ឡើងទៅវិញច្រើនអញ្ចឹង buy ឡើងទៅវិញច្រើនហ្នឹងគឺដើម្បីទីផ្សាររុចមកយកអ្នកដែល share ចុះមុននេះដែលគាត់អត់តបាន clear លុយដែលគេ share ចុះមកអញ្ចឹងផ្សារគឺឡើងទៅយកអានឹងវិញដូចគ្នាបាទទៅយកវិញដូចគ្នាអញ្ចឹងបន្ទាប់ពីវាយកបាយសាយហើយទីផ្សារគឺវាដដែលដូចគ្នាវានឹងខ្លាយអានេះទៅជាបាយសាយមួយទៀតបាទខ្លាយទៅជាបាយសាយ liquidity មួយទៀតដែលបញ្ជូនប្រាយមកយក share សាយវិញដែរណា share សាយដែលពួកខាង buyer គាត់ខំ push ឡើងដើម្បីឲ្យទីផ្សារទៅយក liquidity ឬក៏ TP របស់គាត់នៅតំបន់ខាងលើនេះដែលអ្នក share ចុះនិយាយវាដូចគ្នាជាមួយអ្នកនឹង share ចុះដែរអ្នកដែលគាត់ share ចុះខំប្រឹងចូល position បាទ SL នៅខាងលើហ្នឹងខ្លាចទៅជា buy side បន្តង់ទៀតដើម្បីទម្លាក់ប្រាយមកយក TP របស់គាត់នេះដែលជាពួកអ្នកដែល buyer អ្នកដែល buy ពីក្រោមទៅនេះដែលយើងហៅថា sell side វិញនេះដូចគ្នាបាទអញ្ចឹងបានគេហៅ trade គឺពីមួយ liquidity ទៅមួយ liquidity អញ្ចឹងការប្រើឈ្មោះវាមិនមែនមានតែត្រឹម buy side ឬក៏ sell side ទេវាមាន equal high វាមាន equal low ពេលខ្លះផ្សារដែលយើងឃើញថាវាអូវាយកហើយនេះណាយើងគិតថាវាជា sweep ដែលជាទូទៅគេហៅ sweep liquidity stop hunt អីចឹងទៅប៉ុន្តែតើតាយើងរៀនដល់មេរៀនច្រើនជាងនឹងតិចទៀតបាទយើងអាចមើលយល់ថាវាជា sweep maintain ឬក៏ sweep binding អញ្ចឹងគេអាចឲ្យឈ្មោះវាមួយទៀតថាជា equal low ទោះវាខុសគ្នាលើសបន្តិចឬក៏ក្រោមបន្តិចក៏ដោយក៏គេឲ្យឈ្មោះវាជា equal low ដែរបាទអញ្ចឹង equal low មានន័យថា liquidity ស្មើគ្នាពេលខ្លះវាមានដល់3 candle ក៏មាន4 candle ក៏មានដែរក៏គេឲ្យឈ្មោះថាជា equal low ដែរដោយសារឡើយហ្នឹងវាបានប្រើប្រាស់ liquidity នេះឲ្យវាច្រើនប្រាយឡើងទៅលើវិញអញ្ចឹងវានៅតែបន្សល់ទុក
liquidity មួយវិញទៅដែរបាទហើយដូចគ្នាជាមួយខាងលើដូចគ្នាតួខាងលើហ្នឹងវាខុសគ្នាបន្តិចបន្តួចក៏ដោយវាខុសគ្នាច្រើនមែនតើមកយើងអត់ហៅវា equal low ប៉ុន្តែបើវាខុសគ្នាបន្តិចតួចដូចប៉ុណ្ណេះបាញ់ក៏យើងអាចឲ្យវាឈ្មោះវាថាជា equal high ឆ្នាំ equal low បើជា equal high ដូចគ្នាដោយសារវាប្រើប្រាស់តែបន្តិចបន្តួចអញ្ចឹងវាគង់តែមានពេលណាមួយក្នុង time frame ណាមួយវាអាចនឹងមកយក equal high ឬក៏ equal low liquidity បានដូចគ្នាបាទអញ្ចឹង liquidity បកវិញគឺចំណុចដែលមានអ្នកចូលទិញឬក៏ចូលលក់ច្រើនដាក់ SL នៅតំបន់ហ្នឹងគឺច្រើនជាតំបន់លុយអញ្ចឹងទីផ្សារគឺវារត់ពីតំបន់លុយមួយទៅតំបន់លុយមួយដើម្បីឲ្យអ្នកបាយទៅស៊ីអ្នក sell មកស៊ីអ្នកបាយវាបង្កើតជា liquidity លើក្រោមពេលខ្លះក៏វានៅក្នុង range ក៏មានប៉ុន្តែនេះយើងចូលជ្រៅបានខ្ញុំអាចនឹងបញ្យល់ឥឡូវខ្ញុំអត់ចង់បញ្យល់ជ្រៅជាងហ្នឹងទេយើងបញ្យល់ថាត្រឹមតែ liquidity high ឬក៏ low equal high ឬក៏ equal low បាទដោយសារបើយើងត្រូវតែដឹងថា liquidity ណាទេគឺយើងចេញចូលយើងអត់ដឹងថាយើងគួរតែដាក់ SL យើងគួរតែដាក់ TP នៅតំបន់ណាទេដោយសារ liquidity គឺតំបន់ TP របស់យើងបើយើងជា seller យើងប្រកាសជាសម្លឹងឃើញ liquidity យើងនៅខាងក្រោមបើយើងជា buyer យើងប្រកាសជាសម្លឹងឃើញ liquidity យើងនៅខាងលើបាទអញ្ចឹងដោយសារ buyer seller ក្នុងពេលតែមួយហ្នឹងគឺមានទាំងពីរមានទាំងអ្នក buy មានទាំងអ្នក sell មិនមែនក្នុងពេលតែមួយហ្នឹងផ្សាររត់តែ sell រហូតអត់មានអ្នក buy ឡើងទៅវិញទេដោយសារមានអ្នក buy មានអ្នក sell ទៅទីផ្សារវាមាន candle បែបនេះពណ៌ក្រហមនិងពណ៌បៃតងវាប្រឆាំងគ្នាទៅវិញទៅមកបាទអញ្ចឹង liquidity គឺវានៅច្រើនជាងនឹងទៀតប៉ុន្តែវាអាចនឹងចូលទៅមេរៀនជ្រៅប៉ុន្តែឥឡូវយើងជាថ្នាក់ធ្វើ basic ដំបូងឲ្យយើងយល់ពី PD array មួយចំនួនគឺខ្ញុំសូមបញ្យល់ liquidity វាតែប៉ុណ្្នឹងសិនយើងគ្រាន់ដឹងថា liquidity ជាកន្លែងដែលបណ្ដុំទៅដោយលុយដែលទុកចោលបាទអញ្ចឹងមុននឹងឆាប់វានឹងទៅយកអាលុយដែលវាទុកចោលនឹងវិញទីផ្សារវារត់ពីមួយកន្លែងទៅមួយកន្លែងគឺវាត្រូវ clear លុយតំបន់ដែលវាទុកចោលហ្នឹងសិនបានវារត់តទៅទៀតបាទអញ្ចឹងliquidity គឺប៉ុណ្្នឹងខ្ញុំគិតថាវាគ្រប់គ្រាន់ហើយអញ្ចឹងមេរៀននៅក្នុងថ្ងៃនេះខ្ញុំគិតថាវាចប់ទាំងនេះហើយអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតដែលយើងនឹងចងនៅមេរៀនបន្តទៀតអរគុណ